លោកជំទាវឡុងឌីសាន់ណារ៉ាថាបើមិនជួយជោគជួយចៅកុំយកជើងរាទឹកក្រោយផ្ទុះការវែកញែករឿងការងារស្ម័គ្រចិត្តបានកម្រៃតិចថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសសិល្បករសិល្បការិនីជាច្រើនបានចែករំលែកនៅសាររបស់ម្ចាស់កាន់នីមួយគឺលោក Jane Alex ដែលជាអ្នកសិល្បៈមួយរូបបានរៀបរាប់ថាធ្វើដល់ទូល្បីគ្រប់គ្នា4ថ្ងៃបាន50ទៅដែរសង្រាគុណហើយតាំងនិយាយថាឲ្យតម្លៃសិល្បៈសារនោះត្រូវបានផ្ទុះការចែករំលែកនិងមានការបញ្ចេញមតិផ្សេងគ្នាជាច្រើនដោយមានទាំងវិជ្ជមាននិងអវិជ្ជមានយ៉ាងណាមិញក្នុងការចែករំលែកជាច្រើនអ្នកលេងបណ្ដាញសង្គម Facebook ក៏បានឃើញលោកជំទាវឡុងឌីសាន់ណារ៉ារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចែករំលែកសារនោះនិងអំនៅ caption រៀបរាប់យ៉ាងច្រើនដោយបានបង្ហាញអារម្មណ៍មិនពេញចិត្តសោះក្នុងនោះលោកជំទាវឡុងឌីសាន់ណារ៉ាបានរៀបរាប់ថាខ្ញុំមិននិយាយមិនកើតគេថាបើមិនជួយជោគជួយចៅកុំយកជើងរាទឹកនេះជាការញុះញង់និងបំបាក់ទឹកចិត្តដល់សិល្បករសិល្បការិនីដែលមានបេះដូងជួយប្រទេសជាតិបន្តិចទៀតនៅម្នាក់ឯងហើយជំងឺតួឯកមានដឹងទេថាសរសេរអក្សរពណ៌ស្លើផ្ទៃពណ៌ខ្មៅនេះមានន័យយ៉ាងម៉េចអាក្រក់ពេកហើយសូមអរគុណដល់ទឹកចិត្តសិល្បករសិល្បការិនីនិងក្មួយនៅវិស័យប្រវល់កញ្ញាដែលតែងតែមានចិត្តជួយសំបីមួយកាក់មិនគិតផងសូមរក្សាចិត្តបែបនេះរហូតណាក្មួយការថែរក្សាវប្បធម៌ជួយលើកតម្កើងវប្បធម៌ជាភារកិច្ចកូនខ្មែរគ្រប់រូបយុវជនដើម្បីវប្បធម៌ក្មួយមានឱកាសជាងគេក្នុងការជួយលើវិស័យនេះស្រឡាញ់បងប្អូននិងក្មួយទាំងអស់យ៉ាងណាមិញក្រោយឃើញការចែករំលែកអំនឹង caption របស់លោកជំទាវឡុងឌីសាន់ណារ៉ារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយនោះលោក Jane Alex ក៏បានចូលទៅបញ្ចេញមតិខាងក្រោមបន្ថែមថាជំរាបសួរលោកជំទាវខ្ញុំបានសរសេរក្នុងផុសនេះគឺសំដៅទៅលើអ្នកបានហៅទូទៅសម្ដែងនៅសង្ក្រាន្តនានាតាមបណ្ដាខេត្តមិនចំពោះដែលគាត់បានស៊ីពីលើកញ្ចប់ថវិកាដែលផ្ដល់ជូនទូមិនបានវាប្រហារទៅកាន់កម្មវិធីជាតិធំទេពួកខ្ញុំបានចូលជួយក្នុងកម្មវិធីជាតិធំរាល់ឆ្នាំគ្រប់កម្មវិធីក្នុងគោលបំណងផ្សព្វផ្សាយពីប្រទេសកម្ពុជាចុងក្រោយសូមអរគុណលោកជំទាវដែលស្រឡាញ់រាប់អានដល់បងប្អូនសិល្បករខ្មែរនិងផ្ដល់តម្លៃដល់សិល្បករខ្មែរ